សួស្តីចាថ្ងៃនេះនាងខ្ញុំមកភ្នំសំពៅពុកម៉ែបងប្អូននាងខ្ញុំមកវត្តភ្នំសំពៅទៅក៏ហួសមកថតនៅកន្លែងជើងភ្នំត្រង់កន្លែងរូបបដិមាហើយនឹងខាងនោះគឺជាលអាងប្រជៀវប៉ុន្តែនាងខ្ញុំមកពេលថ្ងៃពុកម៉ែបងប្អូនអត់មានប្រជៀវចេញទេហើយក៏ភ្ញៀវទេសចរគឺអត់មានដែរដោយសារតែស្មាននឹងគឺក្តៅណាស់មិនមានអ្នកមកលេងទេតតែពេលល្ងាចទៅមានភ្ញៀវបរទេសឬក៏ភ្ញៀវខ្មែរយើងគាត់មកទស្សនាប្រជៀវហើយថ្ងៃនេះនាងខ្ញុំមកមានការផ្លែកចិត្តណាពុកម៉ែបងប្អូនដោយសារការរៀបចំគឺថាស្អាតមែនទែនខុសប្លែកពីចំនួនមុនគឺរៀបស្អាតប្លែកតែម្ដងឡើងស្រឡះស្អាតហើយនៅកន្លែងនាងខ្ញុំក៏មានសម្រាប់កន្លែងថតឃើញបដិមាស្អាតនៅខាងមុខនោះក៏មានកន្លែងមួយដែរតែនៅពេលល្ងាចគឺនាងខ្ញុំអត់ដែរបានមកទេពុកម៉ែបងប្អូនធ្វើត្បិតតែនាងខ្ញុំជាអ្នកបាត់ដំបងមែនប៉ុន្តែនាងខ្ញុំមិនសូវដែរបានមកដូចថាដើរលេងអីតាមរមណីយដ្ឋានអីពេលល្ងាចគឺនាងខ្ញុំអត់ដែរបានមកទេតតែពេលមានការមកក្បែរនឹងអញ្ចឹងទៅនាងខ្ញុំក៏ហួសមកថតហើយថ្ងៃនេះមកនោះគឺកំឡុងម៉ោង2:10តែម្ដងក្តៅចេះកណ្ដាលថ្ងៃត្រង់ពុកម៉ែបងប្អូនហើយប៉ុន្តែដោយសារតែយើងមកដល់ហើយកុំឲ្យខាតគឺមកថតរូបភាពបង្ហាញចែកជូនដល់ពុកម៉ែបងប្អូនឲ្យបានឃើញផងដែរថាអូយស្រស់ស្អាតណាស់មានការរៀបចំស្អាតមែនទែនប៉ុន្តែបើសិនជាមកពេលល្ងាចគឺសុបាយហ្មងគឺរៀបចំស្អាតណាស់ជាងមុនអត់ដូចពីមុនទេបើពីមុនត្រង់កន្លែងនេះគឺជាវេលមានព្រៃអីឈើកូនឈើអីខ្លះអញ្ចឹងណាតែឥឡូវគឺគេចាក់សាបស្អាតអស់ហើយគឺរៀបចំស្អាតមែនទែននិយាយទៅមកនេះគឺប្លែកចិត្តខ្លាំងស្អាតណាស់ពុកម៉ែបងប្អូនតែតោះត្រង់ថាកណ្ដាលថ្ងៃក្តៅបន្តិចតែចំពោះនាងខ្ញុំទោះជាក្តៅយ៉ាងណាក៏ដោយឲ្យតែនាងខ្ញុំចង់ថតគឺនាងខ្ញុំថតហ្មងហើយនាងខ្ញុំមកដល់ថ្ងៃនេះគឺមានសម្លេងភ្លេងការរោងនៅខាងមុខនោះគឺមករោងនៅក្បែរផ្លូវឡើងទៅភ្នំពុកម៉ែបងប្អូនតែនិយាយទៅនាងខ្ញុំខានឡើងភ្នំយូរហើយពុកម៉ែបងប្អូននៅខានឡើងភ្នំចំនួនដូចជា3ឆ្នាំចូល4ឆ្នាំគឺអត់ដែរបានឡើងភ្នំទេមកខាងនេះបើថាភ្នំបណ្ណន់ក្នុងមួយឆ្នាំគឺនាងខ្ញុំឡើងម្ដងបើភ្នំសំពៅវិញតតែមានគ្នាមកឡើងបានបើឡើងតែឯងអត់ហ៊ានឡើងទេហើយភ្នំសំពៅពុកម៉ែបងប្អូនគឺមានបញ្ហាមួយអ្នកដែលមានគូមានដំណំពុកម៉ែបងប្អូនដំណំអ្នកដែលមានគូសង្សារគឺគេអត់ឲ្យឡើងទេពុកម៉ែបងប្អូនគេជឿថានៅពេលដែលយើងឡើងទៅចុះមកវិញគឺបែកបាក់គ្នាប៉ុន្តែបើអ្នកមានគ្រួសារនឹងខ្ញុំអត់ដឹងទេតែប្រហែលជាមែនអ្នកខ្លះភាគច្រើនកំពុងតែស្រឡាញ់គ្នាល្អកល្អឿនស្រាប់តែនាំគ្នាឡើងទៅភ្នំសំពៅមិនបានប្រមាណទេក៏បែកបាក់គ្នាមានរឿងបញ្ហាខ្វែងគំនិតគ្នាអញ្ចឹងណាប៉ុន្តែមិនដឹងថាវាទាំងអស់ឬក៏យ៉ាងណាទេតែបើចំពោះនាងខ្ញុំវិញមិនថាមានគូឬអត់គូមិនអាចបែកបំបាក់នាងខ្ញុំបានឡើយព្រោះនាងខ្ញុំនៅតែឯងហើយចំពោះវីដេអូនេះគឺប៉ុណ្្នឹងទេពុកម៉ែបងប្អូនក្តៅណាស់ចាំជួបនាងខ្ញុំនៅវីដេអូក្រោយៗទៀតសូមជម្រាបលា